បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកចង់ review ម៉ាស៊ីនភ្លើង Macomin 500 kVA តោះយើងទៅមើលទាំងអស់គ្នាបាទនេះជារូបភាពម៉ាស៊ីនភ្លើង Comin 500 kVA ទាំងមូលបាទដែលកម្លាំងរបស់វាគឺ500 kVA standby ឥឡូវយើងមកមើល controller ទាំងអស់គ្នានេះគឺជា controller ដែលទើបនឹងចេញថ្មីដែលមានបច្ចេកវិទ្យាខ្ពស់ស្តង់ដាហើយក៏មានជាបេតុងចុចបិទបើកសម្រាប់មើលទឹកមើលប្រេងនៅក្នុងនឹងដែរហើយគឺនេះគឺជាក្បាល controller ACB បាទគឺរូបរាងវាស្អាតនេះខ្សែហើយនេះមកមើលខាងក្នុងផងដែរគឺនៅក្នុងនេះវាមាន engine ទាំងមូលបាទគឺម៉ាស៊ីនភ្លើង Macomin អុកស្តង់ដារបស់អាមេរិកផ្ទាល់គឺម៉ាស៊ីនគឺស្អាតប្រភេទ display unique ប្រភេទ display នេះ unique នឹងដែរគឺជាប្រភេទម៉ាស៊ីនភ្លើងដែលសម្រាប់ដាក់តាំងនៅខាងរោងចក្រដើម្បីតែឲ្យភ្ញៀវមើល1ម៉ោង2ម៉ោងដើម្បីជា sample សម្រាប់ថានេះគឺជាម៉ាស៊ីនភ្លើង Macomin ផ្ទាល់តែម្ដងបាទគឺវាថ្មីមិនមែនជាម៉ាស៊ីនថ្មីដែលវាខ្លាញ់គោមែនទេតែគ្រាន់តែវាមើលមកគឺវាដូចថ្មីតែម្ដងបាទហើយគឺជានេះគឺជាអាគុយបាទអាគុយមួយនេះគឺជារូបម៉ាស៊ីនទាំងមូលហើយយើងតែមើលខាងមួយខាងទៀតបាទនេះគឺជាផ្នែកខាងក្រោយនៃម៉ាស៊ីនភ្លើងហើយនេះគឺជា spec បាទគឺ500 kVA standby តែម្ដងគឺស្តង់ដាចេញពីរោងចក្រតែម្ដងបាទហើយនេះជាទឹកស្អំទឹក coolant គឺនៅក្នុងហ្នឹងបាទហើយនៅក្នុងហ្នឹងដែរក៏មានជាថែងស្តុកប្រេងនៅខាងក្រោមផងដែរបាទអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់ការ detail របស់ខ្ញុំបាទហើយគឺបើសិនជាអ្នកទាំងអស់គ្នាមានចង្អល់ត្រង់ណាអីកន្លែងណាអាចឆាតចូល page ក៏ដូចជាតំណតាមលេខទូរស័ព្ទខាងលើផងដែរអរគុណ